ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងគ្រូសាស្ត្រថ្មីម្ដងទៀតហើយអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អនៅក្នុងថ្ងៃនេះដែលឲ្យយើងជួបគ្នាសាជាថ្មីចាអញ្ចឹងនៅក្នុងសប្តាហ៍នេះដែរយើងនៅតែបន្តនៅ Unit 13របស់យើងដែលមានចំណងជើងថា Clean up ហើយយើងនឹង continue តាក់ទងជាមួយនឹង Lesson 3 Song អូខេអញ្ចឹងសប្តាហ៍នេះគឺយើងរៀននៅមេរៀនទី3គឺអំពីបទចម្រៀងហើយបទចម្រៀងយើងផងដែរគឺមានចំណងជើងថា There are 10 in the bed. There are 10 in the bed. អត់ដឹងថាមានអីទេ10នៅក្នុងក្រែហ្នឹងណាអូខេអញ្ចឹងដើម្បីអាចចេះច្រៀងបទចម្រៀងដែលមានចំណងជើងថា There are 10 in the bed បានលុះត្រាតែយើងចេះនៅពាក្យពិបាកជាមុនសិនអញ្ចឹងនៅពេលដែលយើងចេះអានពាក្យយើងប្រកបជាចេះច្រៀងអូខេអញ្ចឹងនៅក្នុងនេះពាក្យរបស់យើងគឺបើយើងប្រើគឺមានពីទីឬក៏ចំនួន11រហូតដល់20ថាតើពាក្យនីមួយយើងអានយ៉ាងដូចម្ដេចឬក៏បើចេញសំឡេងយ៉ាងដូចម្ដេចដើម្បីឲ្យបានត្រឹមត្រូវអញ្ចឹងអ្នកគ្រូនឹងចាក់សំឡេងឲ្យយើងស្ដាប់ជាមុនសិនមុនពេលដែលយើងអនុវត្តអានទាំងអស់គ្នា Listening 141. Listen and point. 11, 12, 13, 14, 15, 16, 17, 18, 19, 20, 13, 15, 19, 12, 18, 11, 17, 20, 16, 14. Listen and repeat. 11, 12, 13, 14, 15, 16, 17, 18, 19, 20. អូខេចឹងកុំឲ្យវិញអ្នកគ្រូពេញថាទាំងអស់គ្នាគឺបានថាតាមមកតឥឡូវដើម្បីកាន់ច្បាស់ឲ្យអានកាន់តែត្រឹមត្រូវបើចេះអានគឺយើងនឹងអនុវត្តអានទាំងអស់គ្នាអូខេពាក្យទី1គឺថា 11មានប្រែថាគឺចំនួន10 11អូខេ 12 13 អូខេអញ្ចឹងអ្នកគ្រូពេញថាទាំងអស់គ្នាគឺអាចអានពាក្យពិបាករបស់យើងបានត្រឹមត្រូវទេតាអញ្ចឹងយើងមកកលេចមើលតាក់ទងជាមួយនឹងបទចម្រៀងរបស់យើងជាមុនសិនណាអញ្ចឹងអំបញ្ញវិញគឺយើងចេះអានពាក្យឯងឥឡូវយើងនឹងអានពាក្យទាំងអស់ហ្នឹងគួរប្រកបសរុបចូលគ្នាចេញជាបទចម្រៀងអញ្ចឹងដើម្បីច្រៀងបានគឺយើងអ្នកគ្រូនឹងនាំបងប្អូនទាំងអស់គ្នាអានជាមុនសិនដើម្បីឲ្យដឹងថាអូយើងគួរច្រៀងពីណាទៅណាកន្លែងណាទៅកន្លែងណាអូខេចឹងបទចម្រៀងយើងមានចំណងជើងថា There are 10 in the bed តោះ Let's start together with me តោះ There are 10 in the bed and the little one says two more get in 11 12 ok តោះវគ្គទី2 There are 12 in the bed and the little one says two more get in 13 14 ok ចូលវគ្គទី3 There are 14 in the bed បន្តមកគេដាក់ចុច3ហ្នឹងមានថានេះយើងមើលកន្លែងសញ្ញាព្រួយនៅក្នុងពុកបាញ់ទៅគឺមានថាគឺយើងនឹងច្រៀងអាហ្នឹងឬក៏អានអាហ្នឹងម្ដងទៀតដូចវគ្គទី1និងវគ្គទី2អញ្ចឹងថា There are 14 in the bed ចប់មកយើងបន្តទៀត
and the little one say two more get in បន្តមក 15 okay វគ្គទី4 there are 16 in the bed okay ចុចដូចគ្នា there are 16 in the bed and the little one say two more get in hi 17 18 វគ្គទី5 there are 18 in the bed and the little one says two more get in 19 20 ចុងក្រោយគេ have អូខេតោះអញ្ចឹងអ្នកគ្រូបាននាំអ្នកនរគ្នាអានហើយអ្នកគ្រូក៏បានឃើញថាគឺបងប្អូនអ្នកនរគ្នាក៏ដឹងដែរថាយើងគួរអានពីណាទៅណាអញ្ចឹងដល់ពេលយើងចេះអានហើយយើងអាចច្រៀងបានដែរមែនទេតោះឥឡូវអ្នកគ្រូនឹងចាក់នៅចម្រៀងឲ្យយើងស្ដាប់ហើយអនុវត្តជាអ្នកនរគ្នា Listening 142. Listen and sing. There are 10 in the bed. There are 10 in the bed, and the little one says, two more, get in. 11, 12. There are 12 in the bed, and the little one says, two more, get in. 13, 14. There are 14 in the bed, and the little one says, two more, get in. 15, 16. There are 16 in the bed, and the little one says, two more, get in. 17, 18. There are 18 in the bed, and the little one says, two more, get in. 19, 20, now. អូខេអញ្ចឹងបានវិញអ្នកគ្រូពេញថាទាំងអស់គ្នាគឺបានរវត្តច្រៀងតាមតែមែនតើឥឡូវដើម្បីឲ្យកាន់តែច្រៀងបានត្រឹមត្រូវឬក៏ដូចជាដើម្បីចេះច្រៀងគឺយើងឈប់តាមគេហើយគឺយើងនឹងអនុវត្តច្រៀងដោយខ្លួនឯងទាំងអស់គ្នាតើឥឡូវសូមច្រៀងជាមួយនឹងអ្នកគ្រូទាំងអស់គ្នាតើ 1 2 3 okay There are 10 in the bed and the little one says two more get in 11 12 There are 12 in the bed and the little one says two more get in 13 14 There are 14 in the bed and the little one says two more get in 15 16 There are 16 in the bed and the little one says two more get in 17 18 There are 18 in the bed and the little one says two more get in 19 20 have ចាអរគុណច្រើនចា៎លោកវិញថាអ្នកនរគ្នាក៏អាចច្រៀងបទចម្រៀងរបស់យើងដែលមានចំណងជើងថា There are 10 in the bed បានយើងត្រឹមត្រូវហើយពីរោះខ្លាំងមែនតើចា៎អញ្ចឹងមេរៀនរបស់អ្នកគ្រូក្នុងថ្ងៃនេះដែរគឺត្រូវបានបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានការបង្រៀនរបស់អ្នកគ្រូសូមព្រះប្រទានពរ